សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងណាមែរបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្តផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាមានចិត្តអាក្រក់ចូលចិត្ត like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមីនម្នាក់មួយហើយadminក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេadminពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច pay បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាក្រោយមករ៉េនក៏នាងក៏សួរទៅម៉ៃតើអ្វីដែលនាំឲ្យនាងមកទីនេះដែរម៉ៃតបថាខ្ញុំបានឮនាងធ្វើដំណើរជាមួយនឹងជីស័យដូច្នេះខ្ញុំក៏បានចូលរួមក្នុងការសប្បាយនេះផងដែរនឹងងាកទៅសួរជីស័យតើនាងសុខសប្បាយដែរឬអត់ចាប់តាំងពីការឈប់សម្រាកមកពួកយើងគឺមិនដែលបានជួបគ្នានោះទេជីស័យតបថាគឺនាងសុខសប្បាយធម្មតានោះទេបន្ទាប់មកម៉ែនាងក៏សួរតើនាងនិយាយបងស្រីមុននេះថាវាគឺជាអ្វីទៅជីស័យតបថាវាគឺគ្មានអ្វីនោះទេសូមម៉ែកុំកាត់ផ្ដេសផ្ដាសអីហើយស្របពេលនោះរណកនាងក៏ចូលមកនិយាយជំនួសថាកុំឲ្យម៉ែផ្ដោតអារម្មណ៍ទៅលើរឿងនេះផងដែរម៉ែតបថាមិនអីទេអញ្ចឹងចូលយើងធ្វើដំណើរកម្សាន្តសប្បាយរីករាយជាមួយនឹងគ្នាតើត្រូវអត់បងស្រីរណកបន្ទាប់មកពួកគេក៏បានដើរលេងជាមួយនឹងគ្នាទៅហើយជីស័យនាងក៏និយាយថាខ្ញុំធ្លាប់តែដើរលេងនៅទីក្រុងនេះតែម្នាក់ឯងនោះទេនៅពេលដែលប្អូនប្រុសរបស់ខ្ញុំកើតមកម៉ាក់ប៉ារបស់ខ្ញុំក៏យកខ្ញុំមកផ្ញើឲ្យសាច់ញាតិមើលថានៅឯទីក្រុងនេះបន្ទាប់មកពួកគេក៏បានមកហាងស្ករគ្រាប់ចាស់មួយហើយរណកវិញគឺនាងមិនធ្លាប់ឃើញហាងបែបនេះពីមុនមកនោះទេនិងបានថតរូបជាច្រើនពីហាងនោះផងដែរចំណែកឯម៉ែនាងក៏និយាយទៅកាន់ជីស័យថាកាលពីកុមារភាពនាងជាមួយនឹងសាសុកេគឺពួកយើងលេងជាមួយនឹងគ្នាដោយមិនចំណាយលុយនោះទេហើយនាងក៏បានបង្រៀនខ្ញុំពីវិធីជ្រើសរើសយ៉ាងហ្មត់ចត់នៃស្ករគ្រាប់ដែលមានតម្លៃ100 យ៉េនចំណែកឯជីស័យឮអញ្ចឹងនាងក៏និយាយថាតោះអញ្ចឹងតើអ្នកណាជាអ្នកជ្រើសរើសស្ករគ្រាប់100 យ៉េនដែលល្អបំផុតទៅហើយម៉ែនាងក៏បានយល់ព្រមទៅហើយពួកគេក៏បានចូលជ្រើសរើសស្ករគ្រាប់ដែលពួកគេចូលចិត្តក្រោយមកពួកគេក៏បានបង្ហាញស្ករគ្រាប់ដែលពួកគេបានជ្រើសរើសដោយក្នុងនោះគឺមានស្ករគ្រាប់មួយរសជាតិផ្អែមហើយមួយទៀតគឺរសជាតិជូរហើយចំណែកឯម៉ៃវិញនាងក៏បានជ្រើសរើសស្ករគ្រាប់ដូរជាមួយនឹងជីស័យផងដែរដែលធ្វើឲ្យពួកគេគឺសើចសប្បាយជាមួយនឹងគ្នាទៅខណៈពេលហ្នឹងក៏មានលោកតាម្នាក់គឺស្គាល់ជីស័យដោយលោកតាម្នាក់ហ្នឹងគឺបានថតរូបជីស័យកាលនាងនៅក្មេងផងដែរព្រះនគរឃើញហើយគឺសរសើរតែម្ដងជីស័យកាលនៅក្មេងគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយលោកតាក៏បានហៅពួកគេមកថតរូបជាមួយនឹងគ្នាបន្ទាប់មកយើងក៏បានឃើញរណកនិងម៉ៃក៏បានថតរូបផងដែរក៏ប៉ុន្តែរណកយើងគឺនាងមិនធ្លាប់ថតរូបពីមុននោះទេដោយសារពីមុនគឺនាងជាមនុស្សដែលស្ងៀមស្ងាត់អញ្ចឹងហើយគឺនាងមិនចូលចិត្តឡើយម៉ៃឃើញអញ្ចឹងក៏សរសើរទៅនាងថានាងគឺបានធ្វើវាល្អហើយក្រោយមកម៉ៃនិងជីស័យក៏បានថតរូបជាមួយនឹងគ្នាមួយពណ៌ផងដែរដែលធ្វើឲ្យរណកសរសើរតែម្ដងថាពួកគេទាំងពីរគឺស្រស់ស្អាតខ្លាំងណាស់ហើយជីសិននេះក៏ប្រាប់ពួកគេថាកាលនាងនៅពីក្មេងគឺនាងបានស្រែកយំនៅទីនេះក៏ដោយសារតែពេលហ្នឹងគឺបងប្អូនជីដូនមួយរបស់ខ្ញុំក៏បានឈឺគ្រុនដែលតម្រូវឲ្យខ្ញុំក៏បានថតរូបតែម្នាក់ឯងបែបនេះមួយវិញទៀតនៅពេលដែលលោកតាឃើញអញ្ចឹងគាត់ក៏បាននិយាយលួងលោមមកកាន់ខ្ញុំហើយខ្ញុំវិញគឺចូលចិត្តសម្ដីរបស់គាត់ខ្លាំងណាស់បន្ទាប់មកគាត់ក៏បានថតរូបខ្ញុំបែបនេះរីឯរណកូននាងក៏គិតថាជីស័យគឺគិតថានាងគួរឲ្យអាម៉ាស់ខ្លាំងណាស់ហើយនៅពេលដែលខ្ញុំបានរៀនពីនាងបន្ថែមទៀតក៏ធ្វើឲ្យខ្ញុំសប្បាយចិត្តផងដែរលុះក្រោយមកទៀតមកពួកគេក៏បានធ្វើដំណើរទៅដល់កន្លែងមួយចំណែកឯម៉ែនាងក៏និយាយថាពួកគេគឺមិនទាន់ដើរលេងចប់នៅឡើយនោះទេក៏ដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យហើយនាងគឺបានត្រៀមអាវរួចរាល់បាត់ទៅហើយដែលអាវរបស់ម៉ែនាងត្រៀមហ្នឹងគឺមានច្រើនខ្លាំងមែនទែនហើយម៉ែនាងក៏ឲ្យពួកគេជ្រើសរើសអាវដែលពួកគេចូលចិត្តទៅហើយអំឡុងពេលដែលរ៉េនកូននាងកំពុងតែដើរមើលអាវហ្នឹងនាងក៏បានឃើញដែលធ្វើរ៉េនកូនហ្នឹងគឺភ័យខ្លាំងមែនទែនហើយម្នាក់ហ្នឹងផងដែរគឺជាលេខារបស់ម៉ៃហើយនាងក៏បានសុំនិយាយជាមួយនឹងរ៉េនកូនបន្តិចផងដែរដែលនាងហ្នឹងគឺមិនសូវចូលចិត្តរ៉េនកូននោះទេរ៉េនកូនឮអញ្ចឹងនាងក៏បានសួរតើខ្ញុំធ្វើអ្វីខុសមែនហើយចៃហ្នឹងមិនចូលចិត្តរ៉េនកូនអញ្ចឹងក៏ដោយសារតែរ៉េនកូនទៅសាសនាជាមួយនឹងម៉ៃខ្លាំងពេកតែម្នាក់នាងប្រច័ណ្ឌព្រោះដោយសារស្រឡាញ់ម៉ៃអីណាគឺនាងចាប់គូម៉ៃជាមួយនឹងសាសុគិសោះដូច្នេះហើយនាងគឺមិនចង់ឲ្យរ៉េនកូទៅសាសនាជាមួយនឹងម៉ៃនោះទេខ្លាចថាម៉ៃនាងស្រឡាញ់រ៉េនកូវិញតែអត់ដឹងថាឥឡូវម៉ៃនាងកំពុងតែស្រឡាញ់រ៉េនកូអូនណាបន្ទាប់មកម៉ៃនាងក៏បានមកសួរតើមានរឿងអ្វីកើតឡើងហើយចៃនឹងឃើញម៉ៃអញ្ចឹងនាងក៏បានទៅយកអាវឲ្យរ៉េនកូពាក់ទៅហើយទឹកមុខវិញគឺថាផ្លាស់ប្ដូរលឿនខ្លាំងមែនតើបន្ទាប់មកទៀតមកនៅពេលដែលពួកគេផ្លាស់ប្ដូរសម្លៀកបំពាក់រួចគឺថាម្នាក់ៗមើលទៅគឺស្រស់ស្អាតខ្លាំងមែនទែនហើយពួកគេក៏បានធ្វើដំណើរទៅកាន់ពិធីបុណ្យនោះទៅហើយចំណែកឯម៉ៃវិញគឺនាងមានអារម្មណ៍ប្លែកខ្លាំងណាស់ដោយសារតែនាងតែងតែទៅក្រៅប្រទេសក្នុងអំឡុងពេលដែលពិធីបុណ្យនេះមកដល់រីឯរ៉េនកូវិញនាងក៏សប្បាយចិត្តក្នុងការបង្រៀនម៉ៃផងដែរហើយពួកគេក៏បានចំណាយពេលវេលាលេងកម្សាន្តនៅឯពិធីបុណ្យនោះទៅបន្ទាប់ពីលេងអស់មួយសន្ទុះពួកគេក៏បំបែកផ្លូវគ្នាដើម្បីទៅរកអីញ៉ាំដែលពួកគេចូលចិត្តខណៈពេលដែលដើរហ្នឹងរ៉េនកូនាងក៏បានគិតថា
គឺមានតែពេលនេះនោះទេដែលអាចធ្វើឲ្យពួកគេស្ថិរភាពជារៀងរហូតហើយខ្ញុំក៏រីករាយជាមួយនឹងខ្លួនឯងដែលអាចផ្លាស់ប្ដូរបែបនេះតែស្របពេលនោះនាងក៏គិតថាចុះបើទិញអីហើយតើនឹងជួបគ្នានៅឯណាទៅដោយសារតែពួកគេគឺមិនបានណាត់កន្លែងដែលជួបគ្នានោះទេបន្ទាប់មកទៀតមកជីសៃនាងក៏បានទិញស្ករគ្រាប់ហើយនឹងឃើញម៉ៃនាងឈរចាំផងដែរដោយជីសៃនាងមិនបានឃើញរ៉េណកូបែបនេះនាងក៏សួរទៅម៉ៃតើរ៉េណកូនៅឯណាទៅម៉ៃតបថាប្រហែលជានាងរវល់តែទិញអីញ៉ាំចឹងហើយពួកយើងចាំនាងដោយអត់ធ្មត់ទៅហើយស្របពេលហ្នឹងជីសៃនាងក៏បាននិយាយសង្ឃឹមថាឆ្នាំក្រោយសាសុកេនឹងការហោះចូលរួមជាមួយនឹងពួកយើងផងដែរហើយម៉ៃវិញនាងក៏គិតអញ្ចឹងបែបនេះដែរបន្ទាប់មកនាងក៏សួរទៅជីសៃថាតើនាងរត់ចេញពីផ្ទះតើមែនទេហើយឥឡូវនេះតើនាងមិនអីទេឬជីសៃឮហើយនាងក៏បានតបថាខ្ញុំមិនអីនោះទេខ្ញុំមានរេណកូនៅជាមួយនៅពេលនោះម៉ៃឮអញ្ចឹងនាងក៏សប្បាយចិត្តផងដែរនិងនិយាយថារេណកូគឺជាមនុស្សស្រីអស្ចារ្យម្នាក់នាងក៏នៅក្បែរយើងក្នុងគ្រាលំបាកហើយនាងក៏បានជួយសង្គ្រោះខ្ញុំពីបេះដូងរួចទៅហើយជីសៃនាងក៏បានតបថាខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជានាងធ្វើរឿងជាច្រើននេះសម្រាប់ខ្ញុំម៉ៃឮហើយនាងក៏បានសើចប្រហែលជារ៉េណកូស្រឡាញ់ជីសៃឯងខ្លាំងណាស់មើលទៅហើយជីសៃឮអញ្ចឹងគឺនាងភ្ញាក់ផ្អើលខ្លាំងមែនទែននិងមិនជឿម៉ៃនិយាយនោះទេចំណែកឯម៉ៃឃើញប្រតិកម្មជីសៃបែបនេះគឺនាងដឹងតែម្ដងថាជីសៃក៏មានចិត្តស្រឡាញ់រ៉េណកូផងដែររួចនាងក៏និយាយសារភាពមុនថាខ្ញុំគឺស្រឡាញ់រ៉េណកូខ្លាំងណាស់ហើយស្រឡាញ់គឺក្នុងនាមជាស្នេហាដែលធ្វើឲ្យជីសៃឮហើយគឺនាងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនាងក៏សួរទៅម៉ៃថាតើនាងបានណាត់ជួបគ្នាជាមួយនឹងរ៉េណកូហើយឬនៅតែម៉ៃវិញក៏បានបដិសេធគឺខ្ញុំបានប្រាប់នាងពីអារម្មណ៍របស់ខ្ញុំក៏ប៉ុន្តែគួរឲ្យសោកស្ដាយគឺនាងមិនទាន់ផ្ដល់ចម្លើយឲ្យខ្ញុំច្បាស់លាស់នៅឡើយនោះទេតាមមើលទៅគឺនាងមិនទាន់ចង់មានទំនាក់ទំនងស្នេហានៅឡើយផងដែរហើយជីសៃនាងក៏បានសួរដូច្នេះរឿងមួយនេះគឺគ្មាននរណាគេដឹងនោះទេថាមែនទេចុះហេតុអ្វីបានជានាងប្រាប់ខ្ញុំនៅរឿងមួយនេះម៉ៃក៏តបថាខ្ញុំគិតថានាងប្រហែលជាមានអារម្មណ៍ដូចគ្នាចំពោះរ៉េណកូផងដែរដែលធ្វើឲ្យជីសៃឮហើយគឺនាងនិយាយមិនចាញ់នោះទេហើយបន្ទាប់ពីឈរគិតមួយសន្ទុះជីសៃនាងក៏និយាយទៅកាន់ម៉ៃថាគឺនាងមិនចង់បំផ្លាញទំនាក់ទំនងរវាងម៉ៃជាមួយនឹងរ៉េណកូនោះទេប្រហែលជានាងគឺចង់កាត់ចិត្តពីរ៉េណកូហើយមើលទៅហើយនាងក៏ចង់និយាយអ្វីបន្ថែមទៀតទៅកាន់ម៉ៃផងដែរក៏ប៉ុន្តែស្របពេលហ្នឹងកាំជ្រួចក៏បានបាញ់ចេញមកដែលធ្វើឲ្យវាគឺស្រស់ស្អាតខ្លាំងមែនទែនហើយពួកគេទាំងពីរក៏បានឈរមើលកាំជ្រួចនោះទៅហើយខណៈពេលហ្នឹងរ៉េណកូនាងក៏បានរត់ស្រែកហៅពួកគេពីចម្ងាយហើយបន្ទាប់ពីជីសៃនាងបានឃើញរ៉េណកូមកគឺនាងភ្ញាក់ផ្អើលខ្លាំងមែនទែននិងមើលទៅរ៉េណកូឡើងផ្លឹកហ្មងដោយសារតែនាងគឺចង់កាត់ចិត្តពីរ៉េណកូអស់ហើយរីឯម៉ៃវិញនាងក៏សម្លឹងទៅមើលទឹកមុខជីសៃផងដែរហើយសាច់រឿងក៏បានកាត់មកដល់ពួកគេត្រឡប់ទៅផ្ទះវិញហើយពួកគេទាំង3ក៏បានមកត្រាំទឹកក្តៅជាមួយនឹងគ្នាអំឡុងពេលដែលត្រាំហ្នឹងរ៉េណកូនាងក៏បាននិយាយថាគឺខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅថ្ងៃនេះហើយខ្ញុំក៏ចង់រក្សាការសប្បាយនោះជាមួយនឹងពួកយើងទាំង3ផងដែរចំណែកឯម៉ៃលឺអញ្ចឹងនាងក៏និយាយថាសូមឲ្យពួកយើងគឺនៅជាមួយនឹងគ្នាជារៀងរហូតហើយរីឯជីសៃវិញនាងក៏បានសុំពួកគេចេញទៅក្រៅមុនក៏ដោយសារតែត្រាំទឹកក្តៅគឺធ្វើឲ្យនាងវល់មុខខ្លាំងណាស់ក៏ប៉ុន្តែវាគឺគ្រាន់តែជាការកុហកនោះទេដែលធ្វើឲ្យពួកគេទាំងពីរគឺមើលមុខគ្នាតែម្ដងហើយរ៉េណកូគឺនៅតែគិតពីជីសៃអញ្ចឹងព្រោះតែនាងគឺប្លែកខ្លាំងណាស់តែស្របពេលហ្នឹងម៉ៃនាងក៏បានចាប់ដៃទៅរ៉េណកូនិងនិយាយថាខ្ញុំស្រឡាញ់នាងរ៉េណកូក៏តបថាតើមានរឿងអ្វីហ្នឹងខ្ញុំគឺដឹងក៏ប៉ុន្តែសក់របស់នាងគឺបានចងដូច្នេះពួកយើងគឺជាមិត្តភក្តិនឹងគ្នាចំណែកឯម៉ៃក៏តបថាខ្ញុំគឺមិនស្រឡាញ់នរណាម្នាក់ផ្សេងនេះទេខ្ញុំគឺចង់បានតែមនុស្សដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះហើយរ៉េណកូនាងក៏បានអរគុណទៅម៉ៃទៅហើយបន្ទាប់មកទៀតមកពួកគេក៏បានចូលគេងរៀងខ្លួនតែម៉ៃគឺនាងគេងបន្ទប់មួយផ្សេងទៀតហើយចំណែកឯរ៉េណកូនិងជីសៃក៏មិនបាននិយាយអ្វីច្រើនដែរគ្រាន់តែនិយាយរីត្រីសួស្តីគ្នាតែប៉ុណ្ណោះហើយថ្ងៃស្អែកពួកគេនឹងត្រូវទៅផ្ទះវិញហើយលុះនៅពេលដែលព្រឹកចូលមកដល់រ៉េណកូនាងក៏បានបើកទ្វារចេញមកក្រៅនិងឃើញម៉ៃនាងក៏បានរៀបចំអីវ៉ាន់របស់នាងទៅផ្ទះផងដែរដោយម៉ៃគឺនាងទៅផ្ទះមុនពួកគេដោយសារតែនាងគឺចូលរវល់ការងារក៏ប៉ុន្តែមុននឹងនាងចេញទៅនាងក៏បានដើរមកថារ៉េណកូយើងផងដែរដោយសារតែនាងគឺចង់ឲ្យរ៉េណកូផ្ដល់កម្លាំងចិត្តឲ្យនាងមកក៏ប៉ុន្តែរ៉េណកូគឺនាងមិនជឿនោះទេក៏ប៉ុន្តែព្រាមនឹងរ៉េណកូនាងក៏បានសម្លឹងឃើញលេខារបស់ម៉ៃផងដែរដែលធ្វើឲ្យនាងគឺខ្លាចទឹកមុខរបស់ចៅនឹងខ្លាំងមែនទែននិងបានសុំទោសទៅម៉ៃហើយម៉ៃលឺអញ្ចឹងនាងក៏និយាយថាខ្ញុំនឹងមានថាមពលទ្វេដងប្រសិនបើនាងថើបមកកាន់ខ្ញុំវិញក៏ប៉ុន្តែរ៉េណកូគឺនាងមិនព្រមឡើយហើយម៉ៃនាងក៏បានចាកចេញបាត់ទៅបន្ទាប់មករ៉េណកូនាងក៏បានដើរទៅកាន់បន្ទប់គេងវិញនិងឃើញជីសៃនាងភ្ញាក់ផងដែរហើយរ៉េណកូនាងក៏បានប្រាប់ទៅថាម៉ៃគឺនាងត្រឡប់ទៅផ្ទះវិញមុនហើយព្រោះតែនាងរវល់ការងារហើយជីសៃលឺអញ្ចឹងនាងក៏បានបិទភ្នែកដេកទៅវិញទៅព្រោះតែនាងគឺមិនចូលចិត្តងើបពេលព្រឹកនោះទេហើយរ៉េណកូនាងក៏បានចូលគេងផងដែរ
លុះនៅពេលដែលថ្ងៃមកដល់ពួកគេក៏បានចេញដំណើរត្រឡប់ទៅផ្ទះវិញហើយពួកគេទាំងពីរគឺសប្បាយចិត្តខ្លាំងមែនទែនដែលបានមកដើរលេងជាមួយនឹងគ្នាបែបនេះហើយរាល់គាត់នាងក៏បាននឹកឃើញថានៅមានប្រធានបទទី6ទៀតដែលនាងមិនទាន់បានធ្វើដោយក្នុងនោះគេសរសេរថានៅពេលដែលការដើរលេងបានបញ្ចប់អ្នកក៏ត្រូវតែអរគុណពួកគេបន្ទាប់មករនគត់នាងក៏បានអរគុណទៅជីសាយទៅគឺអរគុណនាងដែលបានជជែកលេងជាមួយនឹងខ្ញុំនៅឯសាលារៀនហើយជីសាយនាងក៏បាននិយាយថាមិនអីនោះទេហើយនាងក៏ចង់និយាយអ្វីមួយទៅកាន់រនគត់យើងឲ្យដឹងផងដែរតើនាងដឹងទេខ្ញុំគឺគិតថានិយាយបានតែប៉ុណ្ណឹងរថភ្លើងក៏បានជិះមកកាត់ដែលធ្វើឲ្យរនគត់គឺស្ដាប់ជីសាយនិយាយមិនឮនោះទេបន្ទាប់ពីរថភ្លើងឈប់ហើយនោះរនគត់នាងក៏បានសួរទៅជីសៃតើនាងនិយាយអ្វីមុននេះតែជីសៃគឺនាងមិននិយាយម្ដងទៀតឡើយអេដមីនគិតថាប្រហែលជាជីសៃនឹងនិយាយសារភាពស្នេហ៍ទៅកាន់រនគត់យើងនឹងឯងហើយយើងក៏ទៅដឹងនៅពេលដែលជីសៃនឹងចង់រត់គេចពីផ្ទះដំបូងមកនៅពេលហ្នឹងគឺនាងគ្រាន់តែចេញពីផ្ទះនិងមកសន្តានីរថភ្លើងនោះទេនៅពេលដែលនាងមកដល់សន្តានីរថភ្លើងហើយនាងក៏ត្រឡប់ទៅផ្ទះវិញផងដែរនាងគឺគ្មានចេតនាដើរលេងកម្សាន្តអីដែរគឺនាងគ្រាន់តែនិយាយឲ្យតែបានតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលនាងបានជួបរណកនៅស្ថានីយ៍រថភ្លើងហើយនោះវាគឺជាមូលហេតុដែលធ្វើឲ្យនាងមានអារម្មណ៍ចង់ដើរលេងកម្សាន្តឡើងវិញហើយនាងក៏ដឹងភ្លាមៗតែម្ដងថាអារម្មណ៍ដែលកើតឡើងនៅក្នុងចិត្តរបស់នាងវាគឺជាស្នេហាហើយសាររឿងរបស់យើងក៏បានមកដល់ពេលបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាររឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្តទាំងអស់គ្នាហើយថ្ងៃនេះផងដែរអេដមីនមានតែប៉ុណ្្នឹងនោះទេសង្ឃឹមថាអ្នកទាំងអស់គ្នាមានចិត្តអាក្រក់ជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយជាចុងក្រោយជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នា